តំបន់នេះវាមិនមានទៀតពីខ្ពស់លើឲ្យរៀងស្ដាងបន្តិចយើង zoom ចូលណាយើង zoom ចូលយើង property យកពី common ហើយយកពី scale fix យើងទីក្រាបចេះកន្លែងនេះនៅពេលតាឬក៏នៅពេល review នៅពេល review អញ្ចឹង position មួយនេះគឺបងចុចចូលទិញម្ល៉េះអញ្ចឹងយើងត្រូវសារពេលវេលាទាំងអស់នោះត្រឡប់មកវិញយើងគិតខ្លួនឯងសារពេលវេលាទាំងអស់ត្រឡប់មកវិញសួរខ្លួនឯងថាហេតុអីបើយើងជ្រើសយកទិញហើយហេតុអីបើយើងជ្រើសរើសយកលក់ពីព្រោះការបញ្យល់របស់យើងល្ងាចមិញគឺយើងបញ្យល់របៀបមើល position ទៅអត់តែឥឡូវហ្នឹងគឺយើងបញ្យល់របៀបមួយទៀតដែលយើងនិយាយពីទូសាយអញ្ចឹងសារមិនមែនតែយើងលក់ទេអញ្ចឹងយើងយកសំណួរមកនេះចង់សួរឡើងវិញថាហេតុអីបើកន្លែងហ្នឹងពេលហ្នឹងម៉ោងហ្នឹងយើងជ្រើសរើសយកទិញយ៉ាងដែរចំណុចខាងលក់ក៏យើងមានដែរហេតុអីបើយើងជ្រើសរើសយកទិញឧទាហរណ៍នេះគឺកណ្ដាលនេះគឺជាតំបន់ផ្សារដែលវាពុកតែមានកាត់ឡើងជា rank ណាជា rank មកវាអញ្ចឹង support នៅខាងក្រោម resistance នៅខាងលើនេះខ្ញុំអត់យកតន័យមួយហ្នឹងយកជាគោលទេតែខ្ញុំយកតន័យមួយនេះធ្វើជាឧទាហរណ៍ឲ្យអ្នកនរគ្នាមើលអញ្ចឹងនៅក្នុងកន្លែងនេះបើយើងមក review មើលម្ដងទៀតមើលខ្លួនឯងម្ដងទៀតឧទាហរណ៍នៅពេលដែល back test រួចហើយអ្នកនរគ្នាមិនផុសចូលទៅក្នុង back test result នៅក្នុង bootcamp report ទេក៏ប៉ុន្តែមិនមែនចាំឲ្យតែខ្ញុំអ្នក review ទេគឺអ្នកទាំងអស់គ្នាអ្នកដែលធ្វើខ្លួនឯងហ្នឹងក៏ត្រូវចេះ review ខ្លួនឯងដែរឥឡូវមក review ខ្លួនឯងក៏បានដែរreview statement របស់អ្នកដទៃក៏បានដែរ review statement របស់អ្នកដទៃហើយយើងវិតម្លៃរៀនវិតម្លៃហេតុអីបានទីផ្សារកន្លែងនេះជា zone មកវាទីបំផុតទៅណានៅ 1754 import support resistance ខ្ពស់បំផុតនៅ 1756 អញ្ចឹងមកលេខអានេះមកចន្លោះ2លេខជា3លេខសំណួរចង់សួរថាតើកន្លែងហ្នឹងហេតុអីបានយើងចុចទិញហេតុអីបានពេលហ្នឹងយើងគិតថាយើងទិញសួរខ្លួនឯងពេលហ្នឹងបើយើងយកខ្លួនឯងទៅដាក់ក្នុងពេលហ្នឹងហេតុអីបានយើងទៅទិញពេលហ្នឹងទី1ហេតុអីបានយើងច្រើនយកទិញតែយើងអត់គិតពីរបៀបលក់ហេអញ្ចឹងពេលខ្លះញ៉ាំលេងឲ្យមើលឧទាហរណ៍ចុះជាមួយនឹងទីផ្សារប្រកបពេលខ្លះខ្ញុំមានពេលតំណេខ្ញុំទៅមានពេលតំណេទីផ្សារចុះដល់ក្រោមនេះនេះបាទហើយនេះតាមក្រោយនេះបាទហើយអញ្ចឹងកន្លែងហ្នឹងជាអីគេretest ជា retest ដល់ពេលបើសាប់បាច់ភ្លាមខ្ញុំឃើញថាខ្ញុំនៅកំប៉ក់ហ្មងឱកាសវាមកដល់នៅក្នុងម៉ោង 8:38 សារនោះចុះដល់ក្រហមនេះឥឡូវដៃនេះកន្លែងក្រហមនេះអូសារនោះចុះដល់ហើយទៀតហើយយើងគួរទិញហើយយើងគួរទិញវាមាន break retest ហ្នឹងខ្ញុំបើកទូរស័ព្ទមកចំពេលវេលាល្អចុះបើសិនជាអ្នកដែលគេបើកទូរស័ព្ទមកកន្លះម៉ោងបន្ទាប់ពីយើងណាអញ្ចឹងខ្ញុំត្រូវគិតពេលវេលាមួយហ្នឹងរវាងយើងត្រូវយល់ហេតុអីពេលខ្លះអ្នកម្នាក់ហ្នឹងចូលផ្សារបានល្អមែនគឺគេតាមដានតែយើងងើបមកឬក៏យើងភ្ញាក់ខ្លួននេះគេដឹងថាកាន់សាប់បាច់ភ្លាមយើងលេបបាទយើងយឺតពេលណាហើយយើងទៅបុកទិញសំណួរការបុកទិញរបស់យើងសំណួរចាស់សុទ្ធថាតើវានៅតំបន់មួយដែលសមស្របឬក៏វានៅកណ្ដាលទីអ្នកបកអមហើយឬក៏កណ្ដាលទីអញ្ចឹងពេលដែលយើងងើបមកឬក៏ពេលយើងកាន់ទូរស័ព្ទបើខ្វាក់ភ្លាមវាហួសពេលហើយសំណួរចង់សួរថាតើពេលហ្នឹងយើងគួរតែច្រើនយកលក់ឬក៏យកទិញយើងតែជិះវិនិច្ឆ័យអញ្ចឹងឧទាហរណ៍ខ្ញុំជាបកគលទី1ដែលងើបបាច់ភ្លាមសារហ្នឹងធ្លាក់ទៅដល់ support នេះតែនេះទិញបានទិញមុនហើយយើងម្នាក់ទៀតដែលជាបកគលទីហ្នឹងកំពុងតែរវល់កន្លះម៉ោងរវល់5 6 10នាទីឬ7ម៉ោងបាទយើងមានពេលបើកមើលផ្សារតែបើកមកវាលេបបាត់ហើយវាយឺតពេលបាត់ហើយសំណួរខ្ញុំចង់សួរមួយថាតើយើងគួររងចាំឬក៏យើងចូលភ្លាមមកខ្លាចមើលអត់ទេអានេះយើងគិតធូរសាយគឺយើងយកមនុស្ស2យើងមកនិយាយក្នុងពេលតែមួយមានន័យថាម៉េចមានបុគ្គលទី1គឺគេមានឱកាសចូលមើលផ្សារបានមុនយើងពួកគេតំណេមុនយើងហើយយើងជាបុគ្គលទី2ដែលជាបុគ្គល B នេះតែយើងចូលមកមើលទូរស័ព្ទហើយវាយឺតពេលហើយសំណួរចង់សួរថាតើយើងគួររងចាំឬក៏យើងចូលភ្លាមមកចាំសិនរងចាំសិនណាគ្រូតែបើចូលចំហទំហំតូចហ្នឹងហើយចូលទំហំតូចវាខុសដែរព្រោះហើយវារ៉ាទីអញ្ចឹងគួរតែរងចាំសិននេះគឺជារបៀបយកខ្លួនឯងទៅប្រៀបធៀបក្នុងអំឡុងពេលហ្នឹងព្រោះយើងត្រូវយល់
ទីផ្សាររាល់ចង្វាក់វានេះមួយទៅនេះមួយនេះមួយទៅមួយមិនមែនអត់មានអ្នកចូលទេមិនមែនអត់មានអ្នកទិញមិនមែនអត់មានអ្នកលក់ទេមានប៉ុន្តែដល់ពេលយើង review បែបនេះគឺយើងត្រូវយកខ្លួនឯងទៅដាក់ក្នុងស្ថានភាពមួយហ្នឹងយ៉ាងរបៀបគិតនិង concept និង concept ដែលយើងរៀនហេតុអីបានយើងទៅចូលកន្លែងហ្នឹងឥឡូវឧទាហរណ៍ថានេះវាជា position របស់ខ្ញុំចាស់ខ្ញុំ review ខ្លួនឯងថាខ្ញុំមកអង្គុយឆ្ងល់មកខ្ញុំចូលទៅហ្នឹងខ្ញុំឆ្ងល់មែនទេហេតុអីខ្ញុំចូលទៅហ្នឹងអញ្ចឹងយើងអាចវាយតម្លៃបានវាតម្លៃបានអូពេលហ្នឹងគឺយើងចូលដោយសារប្រើប្រាស់អារម្មណ៍ពេកពេលហ្នឹងហេតុអីបើយើងចូលទិញកណ្ដាលទីអញ្ចឹងចូលទិញដោយសារតែយើង FOMO ហើយយើងមើលឡកសាយប្រហែលឡកសាយប្រហែលហើយយើងត្រូវចេះគិតត្រឡប់មកក្រោយបន្តិចទៀតយើងត្រូវចេះគិតត្រឡប់មកក្រោយបន្តិចថាហេតុអីមិនបានយើងមិនចូលតាមឯក្រមនេះមិនចូលតាមក្រមនេះទាំងតែវាជារូបមន្តរបស់យើងសោះហ្នឹងយើងចេះអស់ហើយហេតុអីបានយើងមិនចូលក្រមហ្នឹងទី1 late ទី2អត់មានភាព confident អត់ជឿជាក់លើខ្លួនឯងទី3អត់ trust ទៅលើ concept ដែលខ្លួនឯងបានសិក្សាទី1គឺ late ហើយបើយើង late ហើយចូលកណ្ដាលទី4យើងគួរតែចេះរងចាំមើលចង្វាក់ឲ្យច្បាស់សិនតាមយើងបុកចូលឥឡូវបើយើងមើលនេះកន្លែងយើងចូលនេះកន្លែងយើងចូលនេះយើងមើលពេលប៉ះលើធ្លាក់ចុះប៉ះលើធ្លាក់ចុះអត់ទៀតឃើញទេអត់ទៀតបើយើងវាយបកគោកន្លែងស៊ីគេយើងនិយាយពីតំបន់ដែលយើងចូលហ្មងណាវាមិនមែនជាតំបន់មួយដែលយើងកំណត់ថាវាជា S គឺតំណាង support នៃអីទេវាអត់មានគឺកណ្ដាលទីយកមកយកឡើងវិញពងយល់ហ្នឹងឯងយកឡើងវិញពងនិយាយហ្នឹងឯងគឺវាកណ្ដាលទីយកមកនេះគឺខ្ញុំពងព្យាយាមបញ្យល់ពាក់ព័ន្ធជាមួយនឹងករណីមួយដែលយើងបើកទិញឬលក់ហើយយើងត្រូវចេះបែងចែកតំបន់ហ្នឹងពេលវេលាខុសៗគ្នាហេតុតែយើងចូលទិញទៅហ្នឹងដោយសារអីយើងលេតយើងមើលផ្សារយល់ឬក៏យ៉ាងម៉េចហេតុអីបានទីផ្សារបរិយាហើយទីតាំងយើងអត់បានចូលទី1អាចនឹងលេតដោយសារយើងរវល់ទី2ដោយសារយើង emotional ទី3ដោយសារយើងអត់ជឿទុកចិត្តអាផ្សារហ្នឹងវាអាចនឹងពុកឡើងទៅលើវិញដល់ពេលពុកឡើងទៅលើបានយើងស្រេចចិត្តតែទិញដល់ពេលទិញក៏ដល់ទីបាត់ឃើញអត់អញ្ចឹងត្រូវចេះតាមដានចង្វាក់ហ្នឹងទៀតណាមិនមែនគាត់តែមើលដូចរបៀបល្ងាចមិញហ្នឹងវាចប់ទេអត់ចប់អីត្រូវចេះតាមដានពេលវេលាមុននឹងចូលហើយមុននឹងចេញមុននឹងចូលហើយមុននឹងចេញហើយពេលដែលចូលហើយហ្នឹងហេតុអីបើយើងចូលទៅហ្នឹងហេតុអីបើមុននឹងយើងមិនចូលគេតាមដានគ្រប់ជ្រុងជ្រោយទាំងអស់មិនមែនគាត់តែដូចទៅប៉ុណ្្នឹងខ្ញុំយល់ល្ងាចមិញឲ្យចប់ហើយណាយើងត្រូវតាមដានមុនពេលវេលាដែលយើងស្រេចចិត្តចូលហ្នឹងនេះដូចនេះដូចខ្ញុំវាយគាត់ក្រហមអញ្ចឹងពេលវេលាមុនយើងសម្រេចចិត្តថាចូលតែពេលយើងចូលហើយគឺ position យើងនៅលើនេះឃើញអត់បើសិនតែយើងនិយាយថា5ធំហ្នឹងគឺយើងលេតយ៉ាងហោចក៏5លេខដែរនេះដល់ទីហ្នឹងមែនអត់វាចង់ចូលទៅស្ទើរវិញហ្នឹងហើយឲ្យយើងទៅទិញអាហ្នឹងវាចង់ចូលកាត់ដៃបាយ50ឡូហើយអាទិញបើយើងវិគិ resistance ហ្នឹងវិគិ resistance នេះនិយាយឃើញគាត់ពេលទិញបាច់ព្រាម$40តែចង់វិញមានអីចំណេញហើយសួរចង់បើយើងទិញទៅលើនេះ SL ហ្នឹងខំមកលេខវាខាតទាំងតំបន់ SL ផលចំណេញក៏មិនបានច្រើនទៀតហ្នឹងគឺបញ្ហានេះគឺជារបៀបអានមុននឹងក្រោយមុនយើងចូល position ហ្នឹងយើងមើលស្អីឃើញខ្លះយើងយល់ពីស្អីខ្លះហើយយើងត្រូវអានពីអារម្មណ៍របស់ឯងទៀតថាហេតុអីបានយើងអត់ចូលហេតុអីបានយើងអត់ follow ទៅលើអ្វីដែលបានសិក្សាហេតុអីបានយើងអត់ជឿហេតុអីបានយើងតទៅវាឡើងហើយបានយើងបុកចូលយើងយក emotional មកប្រើប្រាស់មែនយើង FOMO មែនយើង overtrade មែនឬក៏ស្អីកាត់ឡើងមកវាចាប់ដល់វាឆៃវាតម្លៃអានោះវាចេះមិនមែនគាត់តែអង្គុយមើល position គេចូលទិញនឹងត្រូវហើយឡើងទៅលើចំណេញគេ TP យកហ្នឹងគឺគេត្រូវមើលតំបន់ចូលមុននឹងចូលហើយមុននឹងចេញទៀតគេឆៃដល់សួរខ្ញុំថាចេះសួរខ្ញុំថាអាកន្លែងចូលយើងដឹងអាកន្លែងចេញអត់ដឹងហេតុអីបើកន្លែងចូលមិនឲ្យដឹងអាម៉េចបើគាត់អាចចូលទៅណាក៏វាបានហ្នឹងតែពេលយើងចំណេញហើយតែបើយើងដឹងថា TP ទៅណាហេតុអីពួកមនុស្សវាលុបលុនលុយទៅនឹងយកបើ position យើងចំណេញហើយគេមិនយកកន្លែងចេញវាមានតែពិបាកទេវានៅលើ emotional បើយើងថាតើយើងចង់បានអត់យើងយកអត់យើងព្រមយកអត់ប៉ុណ្ណឹងមិនយកហេតុផលថាអើយអានឹងបានដល់ resistance អានឹងបានដល់ trend នេះអានឹងបានដល់ចេះមិនទេបានលុយគ្រប់គ្រាន់យកបានលុយប៉ុណ្ណឹងឆ្អែតឆ្អន់យកហើយរកឱកាសចូលផ្សេងទៀតបានលុយក៏ប៉ុណ្្នឹងឯងល្មមហ៎ឆ្អែតហ៎បើឆ្អែតយកមិនយកហេតុផលស្អីមកនិយាយទេដល់ពេលណាយើងយកហេតុផលមកនិយាយគឺយើងប្រើប្រាស់ expectation ខ្ពស់ពេក expectation វាកើតឡើងទៅលើហេតុផលមនុស្សគឺវាមានហេតុផលគ្រប់ប្រភេទហេតុផលស្អីក៏មានដែរយកនិយាយចឹងហ្នឹងគឺតែហេតុផលអាម៉ាត់ស្អីក៏ចេញហេតុផលមកដែរតែសំខាន់យើងឆ្អែតអត់ទៅលើចំនួន profit ប៉ុណ្ណឹងយើងអាចចាំខ្លួនសារយើងបានអត់ឬក៏ប៉ុណ្ណឹងក៏ប្រន់ជាមួយយើងអត់យើងយកទៅយកឲ្យបាត់សាប់ចោលស្អែកឡើងរកឱកាសចូលទៀត
នឹងគឺជាបញ្ហាធំបំផុតក្នុងការ trade ហើយដល់ពេលដែល review statement ខ្លួនឯងក៏ដូចគ្នាមិនមែនគ្រាន់តែមើលឲ្យចប់ទេយើងត្រូវមើលថាហេតុអីបើយើងចូលទៅហ្នឹងហើយមុននឹងពេលវេលាដែលយើងចូលទៅហ្នឹងហេតុអីបើយើងមិនចូលពីក្រោមមកមិនបើយើងគិតអត់ដល់យើងត្រូវសួរខ្លួនឯងឡើងទៀតហើយដោះស្រាយសំណួរខ្លួនឯងឲ្យចេញមិនមែនគ្រាន់តែមើលឲ្យលើផុតលើមើលឲ្យផុតលើមើលឲ្យផុតលើមើលឲ្យផុតលើអត់មានតាមដានអត់មានត្រួតពិនិត្យមើលទាំងអស់អាហ្នឹងគេចង់និយាយថាយើងវាចុះបើយើងនិយាយក្រុមហ៊ុនណាយើងគ្រាន់តែជាមេដែលចេះបជាគេតែយើងអត់ចេះតាមដានតន្ន័យយល់ខ្ញុំនិយាយទៅហ្នឹងយើងអត់តាមដានតន្ន័យមើលអញ្ចឹងរឿងហ្នឹងគឺវាបែបហ្នឹងអញ្ចឹងឧទាហរណ៍ឡើយនេះអានោះអមមកញ៉ែអមមកវិញគេអបហ៎អមអញ្ចឹងបន្ត break ទៅណាបន្ត break ទៅលេខណាបន្ត break គឺគូចាប់ពីបន្តខ្មាំងទៅឃើញទេសារហ្នឹងឯង break អត់ break តែ confirm ហ៎ confirm អត់វាប្រាប់ key មួយដែលសំខាន់ជាងគេបំផុតតែគាត់ជាមួយនឹង break ទេទីផ្សារមុនសាំងនេះមុនសាំងតម្លៃកម្ពុជាវាឡើងដល់លើហើយឡើងដល់លើហើយចុះវិញទេសំណួរចង់សួរថាផ្សារ break ទៅណាមុន break ទៅណាមុនគេ break ទៅណាមុនគេទីផ្សារមួយនេះគឺបើយើងគូពីលើមកស្របបន្តស្របហ៎ផ្សារនោះ break ទៅណាbreak ទៅនេះមែនទេផ្សារបុកដាច់ហើយទៅណាទៅនេះមែនទេនេះមែនទេអានេះខ្ញុំឧទាហរណ៍ឲ្យហើយបើថាមិនយល់អញ្ចឹងយើងឃើញនៅពេលដែលទីផ្សារមួយហ្នឹងណាខ្ញុំខ្ញុំដាក់ពណ៌ខៀវចាស់កុំឲ្យច្រឡំអីមិនចាយើងឃើញទីផ្សារមួយហ្នឹងវាមានខណ្ឌមួយលយផុតទីទៅក្រៅហ្នឹងផុតទីទៅក្រៅហ្នឹងហើយយើងឃើញមានខណ្ឌ stick មានអីហ្នឹងនេះខណ្ឌ stick កំពូលលើដែលបុកឡើងទៅលើដាច់ហ៎ដាច់ហ៎សំណួរចោលសួរថាចាប់តំណឹងជាតំបន់អីគេចាប់តំណឹងជាតំបន់អីគេវា copy FPG វា copy OBA OTE ដូចគ្នាអូតែរបៀបចាប់ឯខុសគ្នារបៀបចាប់ខុសគ្នាគេនិយាយពាក់ព័ន្ធជាមួយនឹង entry model ហ្នឹងតែនេះគេចាប់បាយទៅណាវាស្ទើរ API បានណាគេចាប់ចេះនេះមុខថតទៅឲ្យគេយល់សិនយកពីបាវាហ្នឹងបាទប៉ះគ្នាយើងចោះប៉ះហ៎ break ហាក់ confirm ហ៎ហើយមកឡើងថែមហ៎ជឿនេះយើងទៅយល់តាមក្រោយតែប៉ុមិន break អានេះបើសិនយើងនៅក្នុងមេរៀនចាស់គេហៅអញ្ចឹងមេរៀនចាស់ដែលបើធ្លាប់រៀនហ្នឹងឯង heading bus ឬក៏គេហៅថា key level បាទអាហ្នឹងគឺគេចាប់បកគោលឲ្យទីផ្សារបានបាយរួចហើយបែកឡើងរួចហើយទៅក៏ប្រេចចុះរួចហើយគេចាប់បកគោលចង់បាយទៅបាននេះអញ្ចឹងដល់ផ្សេងទីនៅពេលទីផ្សារមួយវាមានករណី break អញ្ចឹងអាតំបន់បន្ទាប់ដល់ទីផ្សារចុះទៅប៉ះហ្នឹងវាជាតំបន់ confirm ហើយបើមិន confirm ទេទីផ្សារនឹងរត់បញ្ច្រាស់វិញអត់ទេហ្នឹងឥឡូវខ្ញុំទៅហៅឲ្យណាគោលគោលសំខាន់គេផុតក្នុងថ្ងៃនេះគឺខ្ញុំបញ្យល់ពាក់ព័ន្ធរបៀបអាន logistic ពីណាទៅណាយើងត្រូវវិនិច្ឆ័យថាម៉ោងហ្នឹងម៉ោងនេះអានេះគាត់ហៅថាតំបន់ក្រហមចុះពេលហ្នឹងគេបានចូលរួចហើយពេលហ្នឹងបានចូលរួចហើយអាហ្នឹងគឺអត់អីគេចូលរួចហើយតែសំខាន់យើងមក review ខ្លួនឯងណាអាមុនពេលហ្នឹងមិនបាច់យើងមិនចូលឥឡូវខ្ញុំនិយាយក្នុងករណីពេលធ្វើតេស្តអូយម៉ោងមែនណាជាង20អូ shit វាអត់ confirm អត់បានអូវាអូនមកនឹងចូលមកឡោះគឺគេបាត់ហើយខ្ញុំឃើញមុនហ្នឹងដែរ40លេខ bro ឥឡូវទៅមើលកូនដល់ពេលមកមើលវិញទៅចុះ10លេខជាងបាត់អញ្ចឹងទៅចាអត់មើលមើលមកសួរខ្ញុំនិយាយឲ្យថាផ្សារណាឡើងទេចុះមើលស្មានវាចុះដល់40លេខអញ្ចឹងណាម៉ែដល់ទៅដល់ទៅមិនតាមពេលនោះអា swing លើដល់តែចង់លក់ប្រហែលទេមួយហ្នឹងប្រហែលចង់លក់ខ្លាំងហើយចង់លក់ធំហើយបានសួរខ្ញុំមកពួកយីប៉ែហ្នឹងឲ្យតែពេលជាប់ផ្សារធំក៏សួរខ្ញុំហ៎អានេះគូពីចាប់ពីលើមកពីគោល ABC បាននោះចាបានចាប់ចេះបាននឹងចូលប្រហែលហ្នឹងមុនហ្នឹងក៏ផ្កាយនេះបងអត់ទេខ្ញុំចំណាំមើលតែត្រេជាន់ធំក៏សួរខ្ញុំហ៎អត់ទេអញ្ចឹងពីរបៀបអានផ្សារនេះគឺខ្ញុំគិតថាយល់ចាប់បានហើយណារបៀបអាន position ណាបាទអូទីដែលនិយាយសំខាន់គេផុត point ខ្ញុំសំខាន់ point ខ្ញុំនិយាយសំខាន់គេផុតគឺពាក់ព័ន្ធជាមួយនឹងរបៀប review របៀប review ឧទាហរណ៍ថានេះ position មួយនេះគឺក្នុងស្រាមដៃត្រូវហ៎ក្នុងស្រាមដៃហ៎គាត់កំហំនឹងឆ្វេងដៃអញ្ចឹងពេលហ្នឹងដែលយើង review statement ណាគេក៏ដោយ statement ខ្លួនឯងក៏ដោយយើងត្រូវ review ថាហេតុអីបានមនុស្សម្នាក់ហ្នឹងគិតអញ្ចឹងទី1អាហ្នឹងគេហៅថារបៀបអានចិត្តសាស្ត្ររបៀបអានការគិតរបស់គេអ្នកអត់ធ្លាប់ជួបមនុស្សឬក៏យើងធ្លាប់មាន experience ច្រើនណាស់ដល់ពេលជួបមនុស្សម្នាក់ហ្នឹងយើងគាត់តែមើលទឹកមុខយើងគាត់តែមើលការនិយាយមកមនុស្សចរិតមិនយល់ខ្ញុំនិយាយហ្នឹងយល់មើលកាយពីកាយយើងថាមនុស្សហ្នឹងចរិតមិនមក
វាខុសពីការ back test របស់យើងទេតើយើង back test ឲ្យច្រើនទៅយើងយល់ពីបទពិសោធន៍ទៅយើងទទួលបានបទពិសោធន៍ហើយបើយើងបទពិសោធន៍នោះតែ apply នេះជាមួយនឹងទៅថ្ងៃអនាគតអញ្ចឹងកន្លែងនេះអញ្ចឹងរាល់ការចូលមិនថាទិញមិនថាលក់តែតែគិតពីស្ដាំមកក្រោយវិញបងធ្លាប់មកជួបខ្ញុំមិនស្គាល់ដឹងទេណាហើយខ្ញុំនិយាយថារបៀប back test ខ្ញុំឲ្យបើកខ្សែចោលទាំងអស់ហើយបិទមកវិញដោយប្រើប្រាស់ការចាំរបស់យើងអូខេថ្ងៃហ្នឹងដល់ហ្នឹងដែរបងសម្បត្តិខ្ញុំដល់ហ្នឹងដែរអញ្ចឹងដល់ពេលយើង review រាល់ entry របស់ណាក៏ដោយឲ្យតែជាតំបន់ entry របស់យើងឲ្យតែជាតំបន់ entry ដែលយើង review មិនថាទិញមិនថាលក់គឺអានពីស្ដាំមកឆ្វេងវិញអានពីស្ដាំមកឆ្វេងវិញយើងយកខ្លួនឯងធ្វើជាអញ្ញាកដាលយើងយកខ្លួនឯងយើងយកខ្លួនឯងដើរតួជាអញ្ញាកដាលហេតុអីបានកន្លែងហ្នឹងគេគិតថាទិញឧទាហរណ៍មួយហ្នឹងត្រូវទិញហេតុអីបានគេមិនគិតថាលក់យើងត្រូវយកខ្លួនឯងធ្វើជាអញ្ញាកដាលវិញយល់អត្ថន័យខ្ញុំនិយាយទៅហ្នឹងឯងបងសម្បត្តិយើង បាទយល់បាទ នេះគឺជាវិធី review តែមិនមែនណាគេក៏ដោយគឺធ្វើឲ្យយើងចេះវិតម្លៃយើងអានពីស្ដាំមកឆ្វេងដូចខ្ញុំដាក់នេះឧទាហរណ៍ទិញគឺនៅខាងស្ដាំនេះហើយយើងអានពីស្ដាំមកឆ្វេងនៅតំបន់នេះហេតុអីបានមុនហ្នឹងគេអត់ចូលទិញបើជាគេទិញហួសបាត់ហ្នឹងហួសពេលបាត់ហ្នឹងឃើញអញ្ចឹងយើងត្រូវយកខ្លួនឯងដាក់ជាអញ្ញាកដាលសួរថាហេតុអីបានគេទិញកន្លែងហ្នឹងមានហេតុផលណាដែលមកទិញទៅហ្នឹងយើងយកបិទមកកត់មកឬក៏យើងយករូបមន្តយកមកនិយាយហេតុផលស្អីទៅទិញទៅហ្នឹងដូចយើងពុំអង្គុយ review statement គេអញ្ចឹងហេតុផលស្អីទៅទិញទៅហ្នឹងមានស្អីខ្លះនៅលើ resistance នេះហើយបើគេ resistance ទៅទិញទៅហ្នឹងមិនយើងវិតម្លៃបានមួយថានេះ formal ហ្មងឬក៏ trade emotional ហ្មងអញ្ចឹងដល់ពេលយើងអានពីស្ដាំមកឆ្វេងទៅចំណុចកំហុសដែលយើងឆ្ងល់ទៅគេបញ្ចូលទិញទៅហ្នឹងមិនមែនប៉ុណ្្នឹងចប់ទេគឺយើងត្រូវតែវិភាគទៀតមិនបានគេទៅចូលទិញទៅហ្នឹងវាដូចយើងឆ្ងល់អាគេមិនបានគេត្រូវចំណេញយល់ទេយើងធ្វើខ្លួនឯងឲ្យឆ្ងល់ថាមិនគេត្រូវចំណេញអញ្ចឹងយើងត្រូវវិភាគថាគេចូលទិញទៅហ្នឹងនេះប្រេកនេះតែនេះមិនគេបញ្ចូលមិនចូលទិញទៅក្រោយទៅទិញលើវិញហ្នឹងមានអីគេប្រេកឡើងក៏គ្មានមកវាយ0កណ្ដាលទីតែបើ support ត្រូវទិញក៏គ្មាន ABC ក៏គ្មាន twin trend ក៏គ្មានទេចូលទិញទៅហ្នឹងហេអញ្ចឹងយើងចាំវាតម្លៃបានហើយអូគាត់នេះប្រហែលជាអាចនឹងលេខឲ្យផ្សារទៅលេខដល់ពេលឃើញបើផ្សារទៅលេខហើយឃើញតែផ្សារហ្នឹងវាមុខឡើងគាត់ទិញយកមកអានេះយើងអាចនិយាយបានថាគាត់ទី1លេខទី2 emotional ទី3ខ្លាចសាររត់ចោលហ្នឹង formal ហ៎ហើយបើយើងព្រៀបធៀបvới lọt size របស់គាត់ចុច lọt size មក lọt កន្លះដល់ពេលមើល balance បានឧទាហរណ៍ balance តែ10000ទេហើយមិនទៅចូល lọt ដល់កន្លះយើងអាចវិនិច្ឆ័យបានថានេះ over lọt size យើងយល់ខ្ញុំនិយាយនេះខ្ញុំប្រាប់គ្រឿងទាំងអស់ពីរបៀបអានណាហើយនៅមួយទៀតរបៀបអានមួយទៀតសាហាវជាងហ្នឹងទៀតបើចេះពីចំណុចដែលខ្ញុំបានបញ្យល់តាមល្ងាចមិញថ្ងៃនេះទៀតខ្ញុំធានាមក statement មួយណា statement ណាគេក៏ដោយក៏ចេះវិតម្លៃដែរថាមនុស្សនឹងការត្រេកបែបម៉េចហើយយើងដឹងកំហុសថាកំហុសហ្នឹងកើតឡើងពីណាហើយយើងចេះកែប្រែវាបែបម៉េចទៀតបែបថាស្អាតណាស់ធ្វើឲ្យមនុស្សចេះកែខ្លួនឯងបានណា នេះវិញមាន like ដែរ វាមាន like ដែរ like ស្មើដែរ អូច្រឡំម្សិលមិញ អូស្មើស្មើនេះមិញស្គាល់ខ្ញុំតែ អញ្ចឹងលើមកច្រំណាលើមកច្រំនេះយល់ខ្ញុំនិយាយអូយពុកសាហាវម្ល៉េះ គេចង់ចឹងហើយគេចង់ដាច់ វាចង់មកប៉ះកោមិញ ឥឡូវខ្ញុំបញ្ចូលមកច្រំទៀតមកច្រំទៀតនិយាយខាងលោកវិញលោកចាខ្ញុំនិយាយអានខ្ញុំអានឲ្យខ្ញុំប្រាប់ពីរបៀបអានហ្មងនេះដូចកន្លែងនេះកន្លែងលោកហ៎អញ្ចឹងកន្លែងលោកគឺចំណុចក្រហមនេះក្រហមនេះមិនថា position ត្រូវក៏ដោយ position ខុសក៏ដោយគឺយើងត្រូវអានទាំងអស់នៅចំណុចណាដែលយើងឆ្ងល់ហើយយើងរកមកក្រោយវិញនៅតំបន់ណាដែលយើងឆ្ងល់ណាដាក់ដល់ទៅនេះចុយមិនបានគេរងចាំឲ្យផ្សារឡើងសិនហើយគេលក់ហ៎មុននឹងខ្ញុំនិយាយហេតុផលផ្សេងដល់ពេលឥឡូវខ្ញុំនិយាយហេតុផលផ្សេងចុយគេលក់ទៅនេះត្រូវវាមិនខុសពីអ្នកទាំងអស់គ្នាចូលទៅមើល statement គេនេះចូលមើល statement នៅក្នុងបែបការរបស់គេនេះអានេះគេហៅថារៀន copy រៀនអានពីរបៀបគេហៅទាញយក experience ពីអ្នកគេចេះជាងយើងណាយកមក apply ខ្លួនឯងព្រោះ statement គេឡើងក្នុងនេះនិយាយទៅមកទាញហើយកន្លែងនេះយើងឆ្ងល់ជួយមិនគេលក់ទៅហ្នឹងហ៎ហើយគេលក់ទៅហ្នឹងយើងអានពីស្ដាំមកឆ្វេងអូហើយមិនបានគេសុបចិត្តរងចាំឡើងទៅដល់ចំណុចហ្នឹងគេលក់តលាក់យើងទៅដោះស្រាយនៅចំណុចណាដែលយើងឆ្ងល់
lại có hóm cho mình kia mình cái sọc rong trăm nó đóจุดเลยเนี่ยได้ชื่อประโคปอเต็มไม่เจ้าของเขาcái sự kết rong trămเราได้ประโคปอเต็มไม่มันที่ลูกบุกไหลนิยมชิงเอาจึงเราโดนมาใส่แบบไหนอยู่โอ้ยังตีมาขอยเมื่อยังจับดาวbịผิดmàไหลnóมันcái rong trăm ấy cái rong trăm đâu vậy nóมันcáiลูกตะเลียที่แหละตะขมแต่ขมไม่เหมือนcáiเหมือนของทีพี่เขาต่อ CS เราmìnhเอ๊ะอันนั้นจะทำแม่ดังไงเมื่อแต่การเมื่อไปปีนั้นตอนนั้นแล้วvayประโคgiáoด้วยเนี่ยเราพอตอนนั้นหลับภาษากดหลับภาษากดตอนนั้นไหลnó mới sẽ cái đó đấy chứ không vay mà như này kì ABC sai một lấy cả tiêu trực tiếp sai một lần hả tiêu trực tiếp sai một lần rất là đây chơi kì đây chơi kì nhưng không trend vay lơ lơ ABC trend vay lơ ABC nó mau bị nè trend nó mau bị nè chứ mơ mấy bạn kia top chất trăm thằng nó mấy bạn kia trăm mấy mình kia đang làm sao ta thì nó thấy làng vậy cho đam mình nói đó cái sắp ta thấy làng chẳng ok đúng mà cú mà rồi chậm lại không ô bị phiệp phong phang má ô vai đã cồn ạch lên vui đấng thảm xa môi nấng đừng lá ở xa bị bạc tên thế cái cho bị lá bạc tên hay cái thơ bị đâm thạch ban kia lúc tận nhá đi làm sao lại chứ gì chặt đâm sao bây giờ lại cả hôm đó chụp lấy qua bài chụp lấy qua tay mình nhé đi chặt đâm mình ngào thế mà đi chặt đâm mình ngào đi chặt đâm xuống lại thà ô mình nhiều rau khơi nha rau khơi này đi bị train vai lơ vai đã khom sao cho bạc tên hay mấy bạn kia giải chất lượng tận năng nghe kì thế là biết an thì cái an rằng tận năng bạch lâu hàng chuối đấy bạch lâu này hàng chuối đấy bạch lâu ở khu vực tây chân đi check đi check thì cái chi một con bạch tọp thế thì lộ tận năng ta làm lớn bộ ở khu vực bay đó lại cho vô nhưng mà vô tận năng này nâng cái là việc an mình bên bà cô đi mua chết là trăm sao ông giỏi gì tôi biết hẳn họ này cái mới bà cố bay tận này cho tận này ở kia chương tận này mình cái chập bị ABC nó khơi phải gì tận này hay là khơi C tận này việt phụ ở cuối chương bay đo cái lại cho mày lên cho bay lên tận đó phèm lên nhá chứ nhưng cái này cứ chơi bên với tao sai chẳng ngon mày ba này ô cái cho lũ để sai chẳng sợ khai mà cái promo là sao nó break vậy đấy nè break cái đi tay lại cho thay mới làm lớn cũng bay cái này thì là lớn cũng bay cái ở cuối chương này đấy lại cho vô nhôm cũng được vô nhôm bị chỗ lại nữa này mình nghĩ nè muốn được master skill muốn được bán này tỏ khi mà mình tactic đâu hay còn mà mình tập tập tích lại này nhưng mà biết bây giờ phải tiết nâng phép ở nghĩa là việc bài cách hay sao thì nè bài cách đây rồi háo rồi tam sa tốt rồi sao vô tiền phải đó stick cái việc cố còn cái lệ khoách hơi nào sao nó cũng vậy mà hay là xa lăng với là sao vì âm nhân có thể trongนี่อันนี้ยังมือตามกับไรยังมือตามช่องเลยวันเอาแต่มือทำแฟมทอมมาพลิกมาพลิกที่จะมือตามบอลนั่งไงนั่งไงไม่จุดลงมาสิพักกันลองใส่พักกันเนี่ยcó đọc chưa đó những sẽ tấn từ mưa hoặc đợi cho này từ mưa cho cái dân Đầu tiên đó, đầu tiên gọi vậy là này. vì tao sợ chào vậy nhỉ? Đấy. Vì tao sợ chào. Ý là thì khổ rồi. Cho nó thì tiết nó giảm đây tiết nó bốc bài cho bây giờ. Tao sợ chào vậy ta. Sợ cách mà vậy? Sợ đi play một. Sợ play. Chẳng gì bị hộp. Hỏi giải hả? Nè. Cái trong nó thì này trong chơi này họ được lọc nhưng ta chạm độ đấy ta chạm mới rồi tập bạc lên nữa rồi tập chạm đi là từ người cồn tiếng tập nghĩ với công tác nói trong sách nó dọn đây chia đấy không phải châu để chạm cái đó lơ đồng tiền mấy sao cho nó bom gì đấy đi chặt tập đấy sao nó cho nó bom gì miền quảng miền khinh đốt nhà này miền bom miền một con ăn này ấy để chạm mấy tiếng miền bom miền này nói tam tuần là vậy nhưng mà chỗ muốn nắng đây mình dốt đi rồi nắng toàn ăn quạt ban đấy ngày đó nhưng mà khơi mà nó tức là nhưng mà ở đâu flick lần nhưng mà cuộc muốn tham xem mà máuมันchâu cảm động tí tay bơ máu người ta để check confirm này bằng tí tay bơ mà máu người admin tập về thế mà ta phô nó cứ cùng cho hỏi chẳng có admin tập về thế người ta tập to thì nhưng tay mang nghĩ tay chỉ muốn họ cho bia tao phải tay mới chẳng biết mang tính cái tao phải mới tay gần gì là chơi play hơn
tới nhát này nó đây ở tay nhà thôi để bụng khó tới này cái này cục thằng ghé đây thằng หรือว่าយើងមើលមួយម៉ោងចូល15នាទីតែដល់ពេលយើងមើល confirm យើងមើលវា confirm នៅក្នុង15ហ្នឹងឬក៏មើលនៅក្នុង1ម៉ោង ទីមួយយើងមើល short term គឺយើងមើល1នាទី nhưng mà đi mà chat mơ để thằng môn nó បើយើងមើល long term យើងមើល1ម៉ោង long term យើងមើល1ម៉ោងហើយបើ confirm គេមើលតែ1នាទីទេ1នាទីបែកក៏បែកដែរតែសំខាន់បើបែកហើយទីផ្សារអាចទៅចូលបានអត់អានេះគេមើល1នាទីអាចបែកខ្ពស់ជាងគេបានបើបែកខ្ពស់មិនខ្ពស់ជាងគេទេផ្សារត្រូវចុះណាគឺគេនេះគេផ្សារបែក break ណាចុះក្រោមឡើងទៅខ្ពស់ធ្លាក់ចុះវិញណាបើយើងមើល long term យើងមើល candlestick 1ម៉ោងបិទទៅណាមើលវាគាត់សិនខ្ញុំម្នាក់តាមចូលថ្មីក្រោយនេះតែឆ្លាតខ្ញុំមើលឃើញឃើញឆ្លាតមើលគេឆាប់សួរខ្ញុំពាក់ព័ន្ធជាមួយ entry ឲ្យខ្ញុំជួយកំណត់ឲ្យថាការ entry មួយហ្នឹងមិនដែរនេះ entry មួយនេះខ្ញុំប្រាប់ថាគុំចូលទិញថ្ងៃហ្នឹងខ្ញុំប្រាប់ខ្ញុំប្រាប់ថាផ្សារវាពាក្យទៅឯងក៏ប៉ុន្តែយើងចូលលេនហើយមើលផ្សារហ្នឹងពេលឡើងមុនហ្នឹងពេលឡើងយើងឃើញឡើងហើយវាមិនដាក់ឡើងវាឡើងហើយវា reject ខាងលើ3ដងហើយឲ្យយើងតែ hold ទិញមិនបើ position មុនហ្នឹង position មុនហ្នឹងបើយើងមិនប្រាប់ថាឲ្យប្រុងប្រយ័ត្នគេថាប្រុងប្រយ័ត្នគឺមានថាទីផ្សារមួយហ្នឹងបើវាមិនខ្ពស់ជាងទៅផ្សារត្រូវចោលក៏ប៉ុន្តែដែលនឹងសរសើររឿងមួយចេះផ្ញើវីដេអូរូបភាពវិភាគមកហើយដាក់ថា entry reason ថា I think the market is forming an uptrend because it forming higher high and higher low ដល់មកតម្លៃវាចាប់ដើមមូពូជាងឬក៏ទៀបជាងថាប្រមាណអញ្ចឹងអីវាមាន head fall ក្នុងការចូលជា head fall ក្នុងការចូលនេះគឺបើសិនតែយើងជាអ្នក review back ដែរវិញបើយើងត្រូវយល់ពី head fall ក្នុងការចូលឬគឺចេញដែរដូចយើងបញ្យល់មកនឹងអញ្ចឹងនៅក្នុង back test នេះពីបន្ទាប់ពណ៌បៃតងនេះពណ៌ Q-star មកដល់ពណ៌ក្រហមហើយយើងអានពីក្រហមទៅពណ៌បៃតង Q-star វិញ Q ស្ដាំវិញមានអានពីស្ដាំមកឆ្វេងអានពីឆ្វេងទៅស្ដាំវិញឆ្វេងស្ដាំវិញមុននឹងអានពីឆ្វេងទៅស្ដាំគឺយើងត្រូវទៅយល់ពីផ្សារនេះ trend វាជា trend អីហេតុអីវាអញ្ចឹងហេតុអីវាចុះប៉ះហើយវាឡើងទៅលើវិញគឺយើងត្រូវដោះស្រាយសម័យកាលមួយនឹងឲ្យចេញវាមិនមែនរូបវិទ្យាវាមិនមែនរូបវិទ្យាវាមិនមែនផែនដីវាមិនមែនអីផ្សេងទេវាមិនមែនជារូបមន្តឬក៏ជាទស្សនៈមួយនៅក្នុងសាលាដែលយើងបានរៀនទេក៏ប៉ុន្តែតំបន់ដែលយើងឆ្ងល់គឺត្រូវដោះស្រាយចេញដោះស្រាយចេញដោយសារអីគេដោយមូលហេតុដែលយើងដោះស្រាយចេញគឺយើងប្រើប្រាស់ concept ដែលយើងបានសិក្សាដែលយើងរៀននេះយកទៅដោះស្រាយដោះស្រាយមិនចេញកុំទៅណានៅមួយកន្លែងហ្នឹងសិនកុំតន់ទៅណាទៅរៀនបន្ថែមហើយយកអ្វីរៀនបន្ថែមមកដោះស្រាយទៅមិនចេញបើដោះស្រាយទៅមិនចេញសួរខ្ញុំគួររៀនជាមួយខ្ញុំត្រូវសួរខ្ញុំបើដោះស្រាយមិនចេញត្រូវតែព្យាយាមសួរដើម្បីរកចម្លើយឲ្យដោះស្រាយចេញគុំធ្វើមួយមិនទាន់ហើយមិនទាន់យល់ច្បាស់ឡងទៅផុតមួយទៀតអញ្ចឹងគេខ្លាចជាដូចម្នាក់ដែលធ្វើអ្វីមួយស្បែកស្ពិលអត់ច្បាស់លាស់គួរចម្ងល់ហើយដោះស្រាយមិនចេញអញ្ចឹងវាធ្វើឲ្យយើងធ្វើអីមួយយើងអត់មកចប់ពីមួយទៅមួយអត់ទៅហើយអត់ទៅហើយរបៀបអញ្ចឹងយើងអត់ចង់ឲ្យបែបហ្នឹងទេដល់អីដោះស្រាយមិនចេញដោះស្រាយចេញសិនចាំទៅដល់មួយជ្រុងទៀតដោះស្រាយមួយជ្រុងទៀតឲ្យចេញសិនចាំឡើងដល់មួយជ្រុងទៀតគួរអាតបងគេផងវាជាចំណល់របស់យើងបើយើងរកចម្លើយមិនចេញផងហេតុអីបើយើងរកចម្លើយទី2ចេញយល់នេះហ្នឹងឯង giờ តែធ្វើអញ្ចឹងមើលតែមួយទឹកហ្នឹងឯង sao chạm cái gì hả đó chả chả តែមកលើនិយាយមក nè thì chứ em muốn sao entry một đai rồi giờ mình mãn bay entry vậy ពេលទៅលើ concept អីគេ ABC hay SNO OBL គឺវាស៊ីមាន3 SNO មាន đó bao nhiêu tay chả nhóm đăng hà TP SNO មានតែមួយទេ OBS មានតែមួយអាហ្នឹងពីរដូចគ្នាបើមួយលើមិនខុស entry មកដល់ទី2គឺរបៀបនេះឧទាហរណ៍ថា SBO ឬក៏ OBS SBO ឬក៏ OBS ចេះ một lần entry model របស់យើងនៅទី1ឯង entry model entry model ទី1ឯង entry model ទី1វាចូលកាត់អីចេះមិនគួរ ai ban bài đấy អត់ទេខ្ញុំមកទិញណាឲ្យខ្ញុំមកបរិញ្ញាអត់ទិញទេខ្ញុំមកចូលផ្សារខ្ញុំ emotional nó 5 giây cái này entry model ទី1ហៅថាផ្សារចេះ
với nó lúc làm tới chắc cho một khoảng 3 sẽ làm chẳng làm á ណា anh nó vị trí OBS đúng rồi hai bà sân chị entry mở TP entry mở TP cứ cái mơ từ lơ tầm rộng xa ai mơ lơ khả năng sẽ đẹp mật cái mơ lơ p về khả năng sẽ bật á hay khả năng sẽ bật nắng là sau màn thi tiết khả năng sẽ mở nắng bật họ thì sao nhỉ thì sáng cho làmปุ๊บchẳng áเราไปเป็นตัวเลยจังอ่ะเนี่ยองค์หอยเคยซานั้นขนาดที่เขาเป็นลอยพอตเลยลอยพอตเลยอ๋อ ណា ลอยพอตเลยอ๋อใครยังเมื่อขนาดสติ๊กนี่เราสอบไปประมาณนาทีที่ตื่นบิดเกมเมอร์เลยขนาดสติ๊กไปเรียนสอบประมาณที่ตื่นบิดนะพอไปสอบไปเรียนตอน10 นาทีหรือก็12 นาทีหรือก็18 นาทีนั่นแบสเตอร์ทำได้เป็นยังเมื่อสำคัญยังเมื่อหาขนาดสติ๊กมือนึงบัดมันบัดลื้นนะมันสอบนาทีเคยอ่ะ ណា ให้ไปซ้ำในตีวิ่งวิซ้ำในตีวิ่งตัววิบัติหรือจะซ้ำ10 นาทีหรือกับ10 นาทีลูกปีเลยมั้งลูกปีเลยมั้งนะฮอตยูเว่สารน้ำโจลขนมไปยังโจมาขนมให้แบบขนมมั้งมันสมาจังมั้งจังไม่ได้ท่านใหญ่ไอ้นี่คือแปะปอนจมูกนั้นยุดอะไรซะหลังจัดกูเนี่ยลูกหลังเนี่ยติ้งยี่ไตเนี่ยชลุกนี่หรือวิ่งติ้งหนึ่งลูกโดยแบริสหนึ่งโบลิชันโดยคลาขมจมูกนั้นหรือวิ่งใช่ไหมเอ้ยหรือวิ่งใช่ไหมเอาอีกvậy chứ là biến tính nâng lúa cái việc số cái này chẳng phải khác cầm lăng tính việc lăng chiền có bàn tay cầm lăng lúa cái bột bị lên một bình anh nói cái hao tha cái khác dương mình men ở thật khơi của mình chẳng thì dương cho lúa vô mỏng thế còn ai khơi của mình chẳng cho lúa vô phiếu lại sao lời những thế đâu cái khác tìm sáng vì bị nẹt tính là nẹt lúa khăng nẹt tính khăng chiên nẹt lúa sơi như này ai bê bờ lý đó mình mấy cầm lăng tha nẹt lúa on này biết ở món với nẹt lúa bốc lúa nẹt lúa bốc lúa chắc cầm lăng lúa xe nẹt tay nhỉ anh nói cái gì tha liquidity swift rồi có cái heo bị sao mấy cái heo tham xa muốn nó vì cho thì vô lực quyền thí rồi có làm thì vô lực quyền thí đồng bấy phải sao nè tính phải sao để lụa hết bạn bị cho còn đấy thì khoa khi chẳng làm khơi xa mới nó bộc ra từ lớp phốt lời chứ đấy cái sao cái này rồi có cái sao như này bán xa mới nó cho họ mình vô như vậy យល់ chứ cái này ní đẹp con chỉ muốn psychology vì thay bản thân thì những con là khơi cái này ní hết vị trí O vị trí S là cả ông khó vị trí S là cả tại vì bay vậy rồi có bay là cả rồi cái hai thế khai chỉ cái khai chỉ chứ o đi ha chúng ta cho bạn tá cái nó stick nó bắt cô trên này và sân chỉ bay bởi vì khơi họ sau pi là tí cái nó stick bắt đấy em xa nó là bao lên hay sau pi tí bắt đấy em xa là bao lên đấy nên người tham việc cho tụi nó entry là TP vậy vì thế vậy và sân chỉ việc bắt bạch lên cái nó stick nâng khổm thì họ là bắt bạch lên cái nó stick khổm ấy thì cái nó stick khổm vậy bắt bạch lên cái nó stick khổm ai cái nó stick tập hẹn là tí thay á cái nó stick tập hẹn là tí thay á ណា vì lôi làm ở đây vậy vì lôi làm ở đây chắc á ai nhưng mơ khả năng stick vào phía sau màn tỷ 10 tỷก็10 นาทีจะไม่ได้ทำเวลาแต่ USL เก่งเลยสนัดลูกเวลาแต่ USL ลูกกูไปครั้งเนี่ยลูกเก่งลูกแจ๋อันนั้นแบบพอจะมือรีเทลแค่คล้ายลูกแจ๋ลูกตังเลยที่มดเลยลูกตังกับที่มดเนี่ยเห็นไหมลูกตังเป็นลมที่มดจังไปแต่ USL ไปแต่ USL เนี่ย USL ไปแต่ USL ให้บ้านวิ่งจับนำcho họ bình và bây giờ nắm cho họ bình vì bật khả năng stick là khả năngเห็นไหมเห็นlại nắng cứ vớiแต่ USL เนี่ยลูกเอาให้chứ mà sao để những chim luôn để chlan và những chim luôn để chlan á những con trâu tính như lục liềm này những trăm làm sao nó bị trao trong ba lôi phỏng fiction và những lục rồi cả tính không SL và những trở thành spec này SL và những nó cứ entry mà đó này SBO nó có OBS nó entry mà đó TP lượt biết mớ mong khả năng stick để bật có tận á nó không mong nè thì mơ từ lớp P và liên tiền P là khả năng stick bật tiền